សូមគុំចំណាយថាមពលរបស់អ្នកទៅលើស្ថានភាពដែលគ្មានសង្ឃឹមឬថាចងគុំគូននោះអីកំណត់តានកំណត់សម្រាប់ខ្លួនអ្នកបន្ទាប់មកអ្នកនឹងឈប់ព្រួយបារម្ភអំពីបញ្ហាទាំងនោះមនុស្សភាគច្រើនមិនដែលបានបង្ហាញឬនិយាយអំពីក្តីកង្វល់ការថប់បារម្ភការ stress និងបទពិសោធន៍វិជ្ជមានរបស់ពួកគេជួបប្រទះទៅអ្នកដទៃនោះទេការធ្វើបែបនេះគឺយើងកំពុងអនុញ្ញាតឲ្យស្ថានភាពអាក្រក់មកគ្រប់គ្រងលើខ្លួនយើងនិងសង្កត់យ៉ាងធ្ងន់ធ្ងរមកលើសុភមង្គលរបស់យើងដូច្នេះតែយើងអាចជៀសវាងអំពីភាពសោកសៅចំពោះបញ្ហានោះបានដោយរបៀបណាប្រកាសណាស់អ្នកនឹងរីករាយជាងមុននៅពេលដែលអ្នកផ្ដោតទៅលើចំណុចវិជ្ជមាននៅក្នុងជីវិតរបស់អ្នកហើយធ្វើខ្លួនឲ្យរីករាយជាចនិច្ចកាលមនុស្សភាគច្រើននិយាយថាអារម្មណ៍របស់ពួកគេគឺមានឥទ្ធិពលទៅលើរបៀបគិតរបស់គេនិងទង្វើរបស់ពួកគេដែលបានធ្វើប៉ុន្តែតាមពិតទៅដោយអ្នកវិទូបាននិយាយថាពួកវាគឺដើរទន្ទឹមគ្នានេះគឺមានន័យថាទោះបីជាពួកយើងមិនមានឥទ្ធិពលផ្ទាល់ទៅលើអារម្មណ៍របស់ពួកយើងក៏ដោយក៏យើងអាចមានឥទ្ធិពលដោយប្រយោលទៅតាមរយៈរបៀបគិតរបស់យើងនិងរបៀបធ្វើរបស់យើងវិធីមួយដើម្បីធ្វើឲ្យយើងមានអារម្មណ៍ថារីករាយគឺការធ្វើឲ្យខ្លួនឯងរីករាយជាមុនប្រសិនបើអ្នកមានអារម្មណ៍ថាក្រៀមក្រំឬក៏សោកសៅចូលអ្នកញញឹមលើផ្ទៃមុខរបស់អ្នកហើយហូរជាមួយនឹងបទភ្លេងដ៏ពីរោះដែលអ្នកកំពុងតែគិតនៅក្នុងខួរក្បាលរបស់អ្នកនោះអ្នកនឹងរកឃើញថាវាពិតជាមិនមានអារម្មណ៍ថាសោកសៅនោះទេនៅពេលដែលយើងធ្វើខ្លួនឲ្យរីករាយនិងគិតអ្វីៗដែលល្អក៏ប៉ុន្តែអ្នកក៏មិនចាំបាច់សម្ដែងធ្វើជាសប្បាយរីករាយចេញមកខាងក្រៅនោះដែរវិធីបន្ថែមទៀតដើម្បីឲ្យមានអារម្មណ៍ថារីករាយគឺអ្នកត្រូវតែគិតរឿងដែលសប្បាយឲ្យបានច្រើនជាក៏ពិតណាស់ប្រសិនបើយើងគិតតែរឿងល្អរឿងដែលមានភាពសប្បាយរីករាយនោះអ្នកនឹងមានអារម្មណ៍ថារីករាយទៅតាមនោះដែរដូច្នេះចូលអ្នកកុំគិតអំពីបញ្ហាអវិជ្ជមានដែលកើតឡើងមកលើអ្នកតែត្រូវផ្ដោតទៅលើភាពវិជ្ជមានដែលធ្វើទៅបាននៅក្នុងពេលបច្ចុប្បន្នដូច្នេះគ្រប់ពេលដែលអ្នកមានអារម្មណ៍ថាស្រងេះស្រងោចទុកព្រួយចូលអ្នកព្យាយាមគិតហើយធ្វើអារម្មណ៍ឲ្យរីករាយនោះអ្នកនឹងទទួលបាននូវភាពជោគជ័យហើយទោះបីជាមិនបានទទួលជោគជ័យយ៉ាងណាក៏ដោយយ៉ាងហោចក៏វាបានផ្ដោតគំនិតរបស់អ្នកឲ្យឆ្ងាយពីរឿងអវិជ្ជមានដែរប្រសិនបើអ្នកធ្វើគុណទៅលើនរណាម្នាក់ចូលអ្នកកុំរំពឹងការតបស្នងមកវិញចូលធ្វើគុណដោយសេចក្តីអំណររបស់អ្នកចេញពីចិត្តសូមគិតពីពេលវេលាចុងក្រោយដែលអ្នកបានជួយទៅដល់នរណាម្នាក់តើពួកគេបានតបស្នងគុណនោះមកលើអ្នកវិញហើយឬនៅប្រសិនបើមិនទាន់ទេតើអ្នកមានអារម្មណ៍ថាអន់សពុនចិត្តឬខឹងដែរមែនឬទេនៅពេលដែលយើងធ្វើអំពើល្អចំពោះនរណាម្នាក់យើងច្រើនតែរំពឹងថានឹងទទួលបានការតបស្នងត្រឡប់មកវិញក៏ប៉ុន្តែប្រសិនបើអ្នកមានការរំពឹងទុកបែបនេះប្រហែលជានឹងធ្វើឲ្យអ្នកខកចិត្តជាមិនខានមនុស្សភាគច្រើនហាក់ដូចជាមិនសូវចេះគិតនិងមិនសូវចេះដឹងគុណនោះទេតាមពិតទៅវាជាធម្មជាតិរបស់មនុស្សទៅហើយអ្នកពិបាកនឹងផ្លាស់ប្ដូរវាណាស់ដូច្នេះសូមឈប់រំពឹងនឹងការទទួលដឹងគុណពីអ្នកដទៃនៅពេលដែលយើងធ្វើល្អចំពោះនរណាម្នាក់តែផ្ទុយទៅវិញសូមទទួលយកសេចក្តីអំណរពីទង្វើដល់ខ្លួនឯងនេះនឹងធ្វើឲ្យអ្នកសប្បាយចិត្តជាងមុនហើយផ្ដល់ភាពរីករាយដល់អ្នកទោះបីជាអ្នកផ្សេងមិនបានតបស្នងសងគុណនៅពេលដែលយើងធ្វើល្អទៅលើគេក៏ដោយចុងបញ្ចប់ត្រូវចាំថាការដឹងគុណត្រូវតែត្រូវបានបង្ហាត់បង្រៀននេះមានន័យថាប្រសិនបើកូនរបស់អ្នកមិនចេះដឹងគុណនោះនេះជាកំហុសរបស់អ្នកហើយអ្នកត្រូវតែបង្រៀនពួកគេឲ្យដឹងគុណចំពោះអ្វីដែលពួកគេបានទទួលសូមគុំចំណែនឬធ្វើត្រាប់តាមអ្នកដទៃចូលធ្វើជាខ្លួនឯងសូមអបអរសាទរអ្នកគឺមានតែម្នាក់គត់គ្មាននរណាម្នាក់ដូចអ្នកទេហើយក៏គ្មានពីរនៅលើផែនដីនេះដែរបើទោះបីជានេះជាការពិតដ៏អស្ចារ្យក៏ដោយមនុស្សភាគច្រើនតែងតែចង់រស់នៅនិងធ្វើជាមនុស្សផ្សេងទៀត
ได้มันโดนคนไอนายผู้เกตกถาชีวิตเนี่ยดอกไตหะเชียสระผมโปร่งเจียงชีวิตบกอดก็บรรทายการรู้เนื้อดบอนเนี่ยตามระเบียบนี้คือขมิ้นในนุลอยเวียนนังประสาเจียงนี่ประสันบาเนี่ยบานเคยปีแหลกนาพิเศษบอนเนี่ยนังปิงจัดจมวยนังเอาไว้เด็กขุนเมียน